ផ្នត់គំនិតថ្មីក្នុងការស្វែងរកឱកាសសប្តាហ៍ថ្ងៃនេះយុវជនខ្មែរជាច្រើនបានងាកចេញពីជំនឿចាស់ដែលថាជោគជ័យកើតចេញពីការមានការងារធំនិងជាការងារផ្លូវការតែប៉ុណ្ណោះផ្ទុយទៅវិញពួកគេកំពុងស្វែងរកឱកាសយ៉ាងសកម្មដោយបោះបង់ចោលនូវជំនឿចាស់ទាំងនេះពួកគេចាប់ផ្ដើមអាជីវកម្មខ្នាតតូចដូចជាលក់តាមអ៊ីនធឺណិតផ្ដល់ការងារសេវាកម្មផ្ដល់សេវាដឹកជញ្ជូនបង្រៀនតាមអនឡាញឬផ្ដល់សេវាកម្មឯករាជ្យសាមញ្ញៗដែលត្រូវការដើមទុនតិចតួចបំផុតដើម្បីចាប់ផ្ដើមការចាប់ផ្ដើមមុខរបរតូចៗទាំងនេះអាចរកប្រាក់ចំណូលបានច្រើនជាងការធ្វើការឲ្យគេមុខរបរតូចៗទាំងនេះផ្ដល់ឱកាសឲ្យយុវជនទទួលបានការពិសោធន៍ការរៀនពីកំហុសហ៊ានប្រថុយប្រថាននិងរៀនពីបទពិសោធន៍ក្នុងជីវិតពិតតាមរយៈដំណើរនេះពួកគេចាប់ផ្ដើមយល់ពីរបៀបប្រាស្រ័យទាក់ទងជាមួយអតិថិជនគ្រប់គ្រងពេលវេលារបស់ពួកគេចេះលើកទឹកចិត្តខ្លួនឯងនិងយកឈ្នះលើបញ្ហាប្រឈមជាក់ស្ដែងដែលកើតឡើងតាមផ្លូវរឿងដ៏អស្ចារ្យច្រើនតែកើតចេញពីជំហានតូចៗហើយជំហានតូចៗទាំងនេះអាចក្លាយជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជន